បាយទេសភាពនយោបាយនៅប្រទេសកម្ពុជាក្នុងរយៈពេលប្រមាណខែចុងក្រោយជាពិសេសក្រោយពីការបោះឆ្នោតនេះគឺទេសភាពនយោបាយនៅកម្ពុជាផ្លាស់ប្ដូរហើយមិនអត់ស្គាល់ទេបងប្អូនកម្លាំងនយោបាយយ៉ាងណាតុល្យភាពនៃកម្លាំងនយោបាយផ្លាស់ប្ដូរខុសពីមុនឆ្ងាយណាស់បងប្អូនមិនអាចប្រៀបធៀបបានទេមានន័យថាម៉េចមានន័យថាអ្វីពីមុនតែធ្វើមិនបានឥឡូវធ្វើបានហើយពីមុនចង់ឲ្យមានការផ្លាស់ប្ដូរអូពីមុនធ្វើឲ្យបានតែអូនៅនេះមកដល់វិញហើយមកដល់វិញមកដល់ផឹកបាញ់ឥឡូវនៅកន្លែងទីលានប្រជាធិបតេយ្យស៊ូណាមីនេះគឺធ្វើបានហើយឈ្នះ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 ហើយអរគុណសូមឲ្យអ្នកដែលមានយោបល់សូមឡើងមកនិយាយណាទៅពិធីករបាទសូមអរគុណដល់ผู้ที่បានខលរបស់យើងបាទសូមអរគុណណាស់ដែលចំណាប់អារម្មណ៍សូមជួយគ្រប់ឆ្លើយលើកដៃឡើងបាទបាទសូមបាទសូមអរគុណបាទសូមឲ្យប្រាប់អត់សូមជួយឡើងមកទៅណាសូមគោរពអាយអរគុណលោកលោកអាយអរគុណសម្រាប់ទីខំថាខ្ញុំគោរពមួយជានៅតែគាត់យកទៅខ្ញុំអស់ហើយគាត់បាននិយាយថាឲ្យខ្ញុំបានគ្រប់ចំនួនតែខ្ញុំតែចង់បានទេរាល់ថ្ងៃនេះដីខ្ញុំបានពីប្លង់ក៏ដែរខ្ញុំបានប្លង់ទេបាត់ដីក៏ប្លង់ហើយសប្តាហ៍ថ្ងៃនេះខ្ញុំយកខ្ញុំស្រេចខ្ញុំបោកខ្លួនខ្ញុំមានដីជួលគេបានមួយគាត់មើលខ្លួនឆ្លងកាត់អីតែចំណែកយកលុយនេះមើលសកម្មភាពខ្ញុំដែរខ្ញុំសូមប្រាប់ឲ្យអាដាមសំរងទីនិងខ្ញុំថាសូមឲ្យគាត់បានឡើងជាធ្វើការធំឲ្យព្រះគុណស័ក្តិលោកសំលោកហ៊ុនសែនចង់កុំឲ្យគាត់នៅពេលគាត់ធ្វើគាត់ឲ្យលោកទៀតជួយតាមថែតាមគាត់ឲ្យគាត់បានជោគជ័យគាត់វិញគាត់ឲ្យគាត់កុំឲ្យមានគាត់ឲ្យលុយទៅទៀតតែខ្មែរអត់ហើយបងឯងតែខ្មែរអត់មាននៅទេបងឯងនៅតែវត្តភ្នំមួយទៀតទេអត់កាន់នោះវិញខេត្តព្រំពេញទាំងអស់មួយគាត់ទាំងអស់ឲ្យគាត់ឈ្នះដូចដំណងកុំឲ្យអ្នកមកជិះទេក៏បានខ្ញុំសូមខ្ញុំបាទក្នុងនាមជាប្រជាជនអាជីវករទីក្រុងភ្នំពេញខ្ញុំបាទសូមគោរពអាយដាមសំរងស៊ីព្រះជន្មស្នេហាជាតិសូមគោរពអាយដាមកម្មវិការព្រះជន្មស្នេហាជាតិដែលសូមគោរពជនរួមជាតិជាទីស្នេហាទាំងអស់ដែលបានផ្ដល់វត្តមាននៅក្នុងពិធីដ៏មហោឡារិកប្រចាស់ប្រចាំនិងពោពេញទៅដោយក្តីសាមគ្គីភាពរីករាយទៀតពេលនេះសូមអរគុណជនរួមជាតិនិងគណៈអធិបតីជាទីស្នេហាក្នុងនាមខ្ញុំជាប្រជាពលរដ្ឋខ្មែរដែលរស់នៅទីក្រុងភ្នំពេញជាអាជីវករមួយរូបបានតាមដានមើលមាតុភូមិកម្